សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបញ្ចេញវីដេអូឃ្លីបមួយដែលបង្រៀនអំពីការបង្កើត blog បាទរបៀបបង្កើត blog គឺយើងបង្កើត blog ដើម្បីបង្ហោះជាទុកជាឯកសារឬក៏ជារូបភាពផ្សេងៗឬក៏ជា file ផ្សេងៗដែលយើងចង់បង្ហោះវានៅក្នុង blog របស់យើងហើយចែកចាយទៅដល់អ្នកដទៃបាទដើម្បីបង្កើត blog បានយើងត្រូវជាដំបូងយើងត្រូវមានសេវាអ៊ីនធឺណិតសិនបន្ទាប់មកយើងត្រូវចូលទៅក្នុង Firefox បាទបន្ទាប់ពីយើងចូលទៅក្នុង Firefox សំទោសយើងត្រូវចូលទៅក្នុង Gmail ឬបងប្អូនអាចវាយកន្លែងនេះដាក់ថា Gmailបាទដោយសារខ្ញុំបានបង្កើត account Gmail ថ្មីមួយឥឡូវខ្ញុំសូមសាញ់អាវវាជាសិនដល់កន្លែងនេះខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាស្គាល់អំពី account Gmail ព្រោះបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាបងប្អូនប្រកាសជាធ្លាប់ប្រើប្រាស់ជាលក្ខណៈ email ដែលហៅថាជា account របស់ Gmail ជា account របស់ Yahoo Hotmail ឬជា account ផ្សេងៗតែក្នុងនេះខ្ញុំសូមបង្ហាញពី account របស់ Gmail ឥឡូវបងប្អូនដឹងពីរបៀបបង្កើត account Gmail ហើយបងប្អូនអាចចូលទៅក្នុង account Gmail របស់យើងឥឡូវខ្ញុំចូលទៅ account Gmail របស់ខ្ញុំបាទពេលដល់ក្នុង account Gmail យើងចូលមកដល់ក្នុង account Gmail នេះយើងចូលទៅក្នុងនេះបងប្អូនចុចយកមកនេះមករួចយកពាក្យ blog នេះជា blog ដែលខ្ញុំបានបង្កើតឥឡូវខ្ញុំបង្កើត blog ថ្មីបាទត្រង់កន្លែង title នេះបងប្អូនអាចដាក់ឈ្មោះវា blog ដាក់ឈ្មោះ blog របស់យើងយ៉ាងម៉េចក៏បានដែរឥឡូវខ្ញុំសូមដាក់ទូទៅយកឈ្មោះនេះស្រេចតែយើងចង់ដាក់យើងឆ្លៃឈ្មោះមកយើងដាក់ចឹងមកសូមដាក់ជាអក្សរធំដាក់ចេះហើយត្រង់កន្លែងនេះបងប្អូនដាក់ជា address របស់វាបងប្អូនចង់ដាក់មិនក៏បានដែរដើម្បីឲ្យគេចូល check មើល blog របស់យើងខ្ញុំដាក់បាទឈប់ខ្ញុំសូមលុបអក្សរធំចេញខ្ញុំដាក់ជាអក្សរតូចឥឡូវខ្ញុំដាក់ជាអក្សរតូចរួចហើយឈ្មោះរបស់ខ្ញុំគឺឈ្មោះ blog របស់ខ្ញុំគឺ hello world ហើយ email របស់ខ្ញុំចំណាប់ k.blog.com ឥឡូវខ្ញុំចុចពាក្យថា create blog បាទពេលដល់កន្លែងនេះបងប្អូនអាចបង្កើតជា blog មួយបានហើយប៉ុន្តែដោយសារបងប្អូនមិនទាន់ដឹងពីរបៀបផុសឬក៏បងប្អូនឃើញបែបនេះបងប្អូនថានេះជា blog ប៉ុន្តែ
បងប្អូនអាច view កន្លែងនេះមកបងប្អូនដឹងថា blog របស់យើងរូបរាងបែបម៉េចហើយបាទនេះជារូបរាងរបស់ blog យើងដោយយើងមិនតបង្ហោះអ្វីសោះហើយយើងមិនតកែតម្រូវទាំង background របស់វាមានរូបរាងបែបនេះប៉ុន្តែពេលបងប្អូនបង្កើត blog ហើយបងប្អូនអាចស្រាវជ្រាវពីរបៀប design ផ្ទាំងរូបភាព design ផ្ទាំង background ពីរបៀបបង្ហោះជាវីដេអូជា file ផ្សេងៗបាទឥឡូវខ្ញុំសូមបង្ហាញពីរបៀបផុសបន្តិចចុះបាទដើម្បីផុសរូបភាពឬឯកសារបានបងប្អូនចុចត្រង់ផុសបាទពេលបងប្អូនចុចត្រង់ផុសនេះហើយបងប្អូននឹងឃើញដាក់ create new post បាទពេលដល់ត្រង់នេះបងប្អូនអាចផុសជារូបភាពជា file ដោយសារអ៊ីនធឺណិតរបស់ខ្ញុំដែរយើងវាមានបញ្ហាបន្តិចបន្តួចបាទឬយើងនិយាយពាក្យ new post នេះមកដោយតាមពិតកន្លែងនេះត្រូវមានជាទាំងរូបភាពទាំងវីដេអូដោយសារកុំព្យូទ័ររបស់ខ្ញុំមើលឃើញនឹងចុចយើងអាចបាទពេលដល់ត្រង់នេះបងប្អូនអាចមើលពីរបៀបផុសដោយខ្លួនឯងបានឥឡូវកុំព្យូទ័រខ្ញុំមានបញ្ហាឥឡូវខ្ញុំសូមបង្ហាញពីរបៀបបង្កើត blog សិនហើយចាំវីដេអូជាក្រោយខ្ញុំនឹងបង្ហាញពីរបៀបផុសរូបភាពវីដេអូឬក៏ design ទាំង background ដែលវាកាន់តែស្អាតជាងនេះបាទយូរម្ដងទៀតមើលបាទនេះទាំង background របស់យើងតែបងប្អូនត្រូវ design វាស្អាតពេលឧទាហរណ៍ថាពេលបងប្អូនចេះជា HTML JavaScript បងប្អូនអាច design blog នេះខ្លាយជា website មួយបាទឥឡូវខ្ញុំសូមបង្ហាញពី blog របស់ខ្ញុំដែលខ្ញុំចេះបន្តិចបន្តួចខ្ញុំធ្លាប់ធ្វើវាស្អាតឥឡូវខ្ញុំសូមបង្ហាញ blog របស់ខ្ញុំនេះជា blog របស់ខ្ញុំប៉ុន្តែដោយសារខ្ញុំមិនទាន់ចេះអ្វីធំដុំខ្ញុំអាចធ្វើបានត្រឹមតែរូបរាងបានតែប៉ុណ្ណេះបាទបងប្អូនអាចចូលយកកម្មវិធីក្នុងនេះក៏បានបាទការបង្រៀនបង្កើត blog របស់ខ្ញុំនៅពេលនេះត្រូវបានបញ្ចប់ហើយបងប្អូនសង្ឃឹមថានឹងតាមដានវីដេអូជាក្រោយដើម្បីឲ្យដឹងពីរបៀបផុសនិងរបៀបធ្វើផ្ទាំង background ឲ្យស្អាតបាទ